តបងប្អូនយើងមកលេងនៅឯសួនធម្មជាតិទឹកហូរអូក្ដុងនៅឯខេត្តត្បូងឃ្មុំជីទុកលេងឲ្យចំណីត្រីក៏ដូចជាដើរលេងនៅក្នុងសួនរបស់គាត់ជាមួយនឹងផ្កាធម្មជាតិក៏ដូចជាប្លង់ថតស្អាតជាច្រើនហើយខ្ញុំក៏សូមណែនាំជាមួយនឹងប្លង់ថតមួយចំនួនឲ្យបងប្អូនបានឃើញផងដែរដោយប្លង់ថតខ្លះបងប្អូនអាចឈរថតនៅមួយកន្លែងហើយប្លង់ថតខ្លះទៀតបងប្អូនតម្រូវឲ្យបងប្អូនធ្វើកាយវិការខ្លះមួយចំនួនទើបសមស្របជាមួយនឹងបរិយាកាសហើយនឹងប្លង់ថតនៅកន្លែងគាត់នេះហើយសម័យឥឡូវនេះខ្ញុំជឿថាបងប្អូនសិតតែជាអ្នកលេង TikTok ហើយអញ្ចឹងទៅដល់នោះគឺសម្បូរប្លង់សម្រាប់ថតដាក់ TikTok មែនតែនចំពោះសួនកំសាន្តទឹកហូរអូក្ដុងនេះក៏មានជាមួយនឹងកន្លែងបរិភោគអាហារមានជាកញ្ចុះអីឲ្យបងប្អូនអង្គុយលេងសម្រាប់ញ៉ាំអាហារថ្ងៃត្រង់ឬក៏អាហារពេលល្ងាចផងដែរដោយម្ហូបនៅទីនេះគឺមានរសជាតិឆ្ងាញ់មែនតែនហើយសូមទៅសើអ្នករត់តុកតែម្ដងបងប្អូនអើយជិះម៉ូតូវូហើយមើលទៅកាន់ឡើងទំនងហ្មងបងប្អូនចំពោះបងប្អូនយើងដែលចង់មានអារម្មណ៍លក្ខណៈបែបធម្មជាតិមើលទឹកមើលត្រីមើលព្រៃឈើពណ៌បៃតងឯនេះគឺមកកន្លែងនេះមកត្រូវហើយចំពោះសួនកំសាន្តធម្មជាតិទឹកហូរអូក្ដុងដែលមានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំនេះទៀតបើសិនយើងជិះពីខាងកំពង់ចាមរបស់យើងមកយើងឆ្លងស្ពានគីហ្សូណាមកគិតទៅវាចង្ងាយពីស្ពានគីហ្សូណាមកប្រហែលជាខ្ទង់15គីឡូម៉ែត្រទេបងប្អូនហើយបើយើងគិតជានាទីនៃការជិះខ្ទង់ប្រហែលជា15ទៅ20នាទីទេគឺមកដល់ហើយអញ្ចឹងមុននឹងយើងធ្វើដំណើរកំសាន្តថតរូបលេងកំសាន្តនៅឯទីតាំងនេះយើងក៏បានកំងជាមួយនឹងម្ហូបអាហារមួយចំនួនយកមកញ៉ាំខ្ញុំបានកំងជាមួយនឹងមាន់ដុតទឹកឃ្មុំមួយក៏ដូចជាកំងជាមួយនឹងម្ជូរស្រែមួយដែលជាម្ហូបទឹកហើយនឹងម្ហូបមួយមុខទៀតគឺជាមួយនឹងប្រហិតថៃឡាតដោយម្ហូបទាំងអស់នេះគឺវាមានរសជាតិស៊ីគ្នាជាមួយនឹងកម្ពុជាកូឡារបស់ប្រទេសកម្ពុជាយើងមែនតែនអញ្ចឹងខ្ញុំឥឡូវនេះគឺខ្ញុំញ៉ាំជាមួយនឹងកម្ពុជាកូឡាដែលជាផលិតផលមួយរបស់ប្រទេសកម្ពុជាយើងផលិតនៅក្នុងប្រទេសកម្ពុជាយើងខ្មែរគ្រប់គ្រងផលិតផលខ្មែរស្រឡាញ់ខ្មែរជួយឲ្យសេដ្ឋកិច្ចខ្មែរកាន់តែរីកចម្រើនហើយខ្ញុំនិយាយមែនបងប្អូនអាមាន់ដុតទឹកឃ្មុំហ្នឹងដល់ពេលដែលយើងញ៉ាំហើយទៅយើងញ៉ាំជាមួយនឹងភេសជ្ជៈបាទកម្ពុជាកូឡាយើងនេះទៅគឺថាវាស៊ីគ្នាណាដាក់មកចាប់មាត់ជីបធ្វើឲ្យយើងអាចញ៉ាំជាមួយនឹងមាន់ហ្នឹងបានច្រើនណាអូយឆ្ងាញ់មែនតើបងប្អូនអើយតើបងប្អូនបានភ្លក់ជាមួយរសជាតិកម្ពុជាកូឡាយើងហើយនៅរសជាតិឆ្ងាញ់ណាហើយឥឡូវហ្នឹងគឺថាមានចែកលក់ទូទាំងប្រទេសកម្ពុជាយើងតែម្ដងមិនថារោងចាប់ហួយតូចប៉ុណ្ណាទេក៏មានជាមួយនឹងកម្ពុជាកូឡាយើងដែរដោយសារតែបងប្អូនខ្មែរយើងគឺគ្រប់គ្រងផលិតផលខ្មែររបស់យើងអញ្ចឹងបន្ទាប់ពីយើងបានញ៉ាំបាយញ៉ាំទឹករួចរាល់ហើយយើងក៏បានឲ្យចំណីត្រីអង្គុយមើលត្រីហើយបងប្អូនដែលឃើញត្រីច្រើនអញ្ចឹងអត់បងប្អូនគាត់ឲ្យយើងបាយចំណីត្រីទៅភ្លាមយកត្រីឡើងកក់កុញឡើងមកតែម្ដងអូយហើយបើនិយាយត្រីនេះវិញយើងដាក់ចំណីយើងទៅបងប្អូនឲ្យវាសឹងតារាឡើងលើកញ្ចុះណាបាយទៅលេងលូតមកផ្លោតតែម្ដងដូចបងប្អូនបានឃើញក្នុងវីដេអូអូនបត់ខ្ញុំដាក់ញីអញ្ចឹងបើវាសឹងតែឡើងគោកណាមើលទៅពួកវានេះអត់មានខ្លាចមនុស្សបន្តិចសោះបងប្អូនអើយបើសិនចាប់បានមក4-10គីឡូយកមកផ្ទះវិញដឹងថាអាំងឆ្ងាញ់ប៉ុណ្ណាទេហើយនៅពេលដែលខ្ញុំដើរលេងសួនកំសាន្តអូក្ដុងនេះខ្ញុំក៏បានយកកម្ពុជាកូឡាទៅជាមួយដើម្បីញ៉ាំនៅតាមពេលដែលខ្ញុំទៅថតរូបតាមប្លង់នីមួយៗដែលខ្ញុំចូលចិត្តថតអញ្ចឹងណាបងប្អូនហើយកម្ពុជាកូឡានេះពេលដែលយើងញ៉ាំទៅគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែននិយាយទៅកម្ពុជាកូឡាធ្វើអារម្មណ៍យើងរីករាយស្រស់ស្រាយមានអារម្មណ៍ថាស្រស់ថ្លាតែម្ដងណាបងប្អូនចំពោះបងប្អូនដែលចង់ទៅលេងនៅអូក្ដុងខ្ញុំធានាថាបងប្អូនទៅដល់គឺសម្បូរទៅដោយប្លង់ថតរូបស្អាតហើយទៅដល់ក៏ម្ហូបក៏ឆ្ងាញ់ដែរហើយតម្លៃក៏សមរម្យដែរហើយមានចម្ងាយអត់ឆ្ងាយពីខេត្តកំពង់ចាមយើងបានទេអញ្ចឹងខ្ញុំរីករាយឲ្យបងប្អូនអាចថាពេលទៅនេះអត់ដឹងទៅណាទេអាចទៅលេងនៅកន្លែងនោះបានបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ